បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថោងសុវិរុំខ្ញុំមកក្រុមអាយុ30ថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយតាក់ទងអំពីការតម្លើងនៅដូចជា set up Ubuntu server នៅក្នុង VisualBox អូខេអញ្ចឹងមុននឹងយើងតម្លើងយើងត្រូវតែ install បាទ VisualBox សិនហើយដោយសារ VisualBox ខ្ញុំបានតម្លើងរួចហើយអញ្ចឹងខ្ញុំបានតិចតាក់ទងអំពីការដើម្បីចូលយកតម្លើងVisualBox ចឹងដើម្បីយើងបានចង់តម្លើង VisualBox យើងចូលទៅកាន់ VisualBox តោះមកចុចកន្លែង Oracle VisualBox នេះមកតោះមកចុច download ចឹងកន្លែង download មកវានឹងចុចមកវានឹងសួរយើងឲ្យយើងដើម្បី download នៅក្នុងប្រភេទអីគេចឹងខ្ញុំចុច Windows Home ដើម្បីយើង download តែសារ download ហើយចឹងអាហ្នឹងគាត់តែបង្ហាញរបៀបដែលយើងអាចទាញយក VisualBox មកបានបន្តមកទៀតយើងចូលទៅកាន់ VisualBox មកដើម្បីយើងធ្វើការ set up វាហ្មងទៅអូខេចឹងអានេះគឺជាកម្មវិធី VisualBox ដំបូងយើងបាទដើម្បីយើងអាច set up Ubuntu នៅលើ VisualBox បានទីមួយយើងចុចចូលទៅកាន់ new នេះមកអូខេវានឹងលោតផ្ទះបែបនេះយើងគេតម្រូវយើង set ឬក៏ដាក់ឈ្មោះនៅ VM name យើង Visual Machine name យើងចឹងកន្លែងនេះដាក់បាទ Ubuntu server ហ្នឹងមកទៅអូខេអញ្ចឹងកន្លែងនេះ Visual Folder គឺយើងរកទីតាំង location ដែលយើងដាក់ file ហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគិតថាយើងគួរតែដាក់ Drive C ទៅវាល្អដែរអញ្ចឹងណាអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដាក់នៅក្នុង Drive D បាទនេះគឺខ្ញុំ folder ខ្ញុំបាន set up ទុកហើយអូខេមកដល់កន្លែងនេះគឺយើងបាន set up នៅអ្វីដែលត្រូវដាក់ឲ្យតកតងអំពី VM name ក៏ដូចជា VM folderគេបដចំណុចបន្ទាប់គឺនៃ ISO image នេះអញ្ចឹងយើងយកចុច order មកបាទយើងទៅយក file ដែលយើងបានទាញដាក់ហើយ file របស់ Linux ហ្នឹងបាទនេះគឺ Ubuntu version 24.04 នេះអញ្ចឹងយើងជា file ISO image យើងយកវាចូលមកគេដល់នេះយើងវា proceed with unattended installation ហ្នឹងគឺវាចាប់ហើយអស់ចឹងមិន config មានទៅ config ទៀតទេអញ្ចឹងតោះមកយើងចុច nextបាទមកដល់ចំណុចបន្ទាប់នេះគឺ set up ឈ្មោះបាទ user របស់យើងចុះនេះខ្ញុំដាក់ឈ្មោះខ្ញុំខ្លួនឯងទៅកន្លែងនេះគឺយើងគេតម្រូវយើងដាក់អក្សរទូទាំងអស់បើយើងដាក់អក្សរធំវាអាចនឹងទាក់ឲ្យចឹងណាព្រោះ password ចឹងដាក់មិនក៏បានដែរដាក់យើងចាំខ្លួនឯងចឹងណាហើយអានេះគឺបាទមានអីត្រូវធ្វើទៀតទេចុច next មកបាទឥឡូវនេះគឺយើងសេរីឬក៏ដូចជាបាទឡើយ specify virtual hard disk ចឹងអានេះគឺខ្ញុំដាក់4ទៅតាមគេហ្នឹងមកហើយអានេះយើងយកគុណ4ទៅវាស្មើបាទ4096ហើយអានេះយកបាទយក4ចឹងមកហើយ size D ខ្ញុំដាក់តាមប៉ុណ្ណឹងតាមគេមកតោះចុច next បន្តទៀតអូខេអញ្ចឹងឥឡូវនេះចុច page up finish មកបាទអញ្ចឹងវាមកដល់ផ្ទះនេះគឺវាកំពុងតែ set up Ubuntu server យើងទៅការចាំវា template ដើម្បីឲ្យវាចេញបាទឥឡូវនេះគឺវាចេញនៅ server ដែលយើងបាន set up ពីមុននឹងហើយបាទមិញហ្នឹងខ្ញុំតវីដេអូតាក់ទងដល់កន្លែងនៅពេលដែលយើងមកដល់នេះគេនឹងសួរយើងដាក់នៅ Ubuntu server login អញ្ចឹងកន្លែងនេះគឺយើងដាក់ user ដែលយើងបានដាក់មកហ្នឹងដែលខ្ញុំដាក់ឈ្មោះ Phirom ហើយ password ដែលខ្ញុំបានដាក់ហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំដាក់ហើយខ្ញុំ enter មកវានឹងលោតផ្ទាំងបែបនេះវានឹងលោតបានប៉ុណ្ណឹងអូខេអញ្ចឹងកន្លែងហ្នឹងតបមកយើងបានបំពេញ user របស់យើង Phirom ហើយ password គឺយើងដាក់ password ដែលយើងបាន set មកហ្នឹងអញ្ចឹងកន្លែង password ហ្នឹងគឺពេលដែលយើងវាយវានឹងអត់បង្ហាញទេប៉ុន្តែដល់ពេលយើងវាយត្រូវវានឹងលោតផ្ទាំងអស់មកដល់ icon នេះគឺយើងត្រូវសរសេរ script មួយដែល script ហ្នឹងគឺយើងសរសេរថា sudo apt update គេអញ្ចឹង enter នោះទៀតមកវានឹងឲ្យយើងវាយ password ទៀតអញ្ចឹងអា password ដែលយើងបាន set មកហ្នឹងយើងវាយមកដដែលមកយើង enter មកយើងវាយខុសអញ្ចឹងបាទនេះពេលដែលយើងវាយត្រូវហ្នឹងវានឹង load run ម្ដងទៀតបាទអញ្ចឹងបន្ទាប់មកពេលដែលយើងវាយ script ហ្នឹងហើយយើងមកដល់នេះវាចេញឲ្យយើងវាយម្ដងទៀតអញ្ចឹងកន្លែងនេះគឺយើងវាយ
script នេះគឺយើងវាយថា apt apt ដក clear list តមកដក clear ដកហើយ upgradable ថា upgradable បាក់អញ្ចឹងយើង enter មកវានឹងចេញមកផ្ទាំងនឹងម្ដងទៀតអូខេអញ្ចឹងពេលមកដល់ផ្ទាំងអស់នេះគឺវាហើយអស់ហើយអញ្ចឹងចំណុចចុងក្រោយដែលលោកគ្រូឲ្យយើងធ្វើទៀតគឺយើងទៅ run script នេះគឺដើម្បីយើងដឹងថា user ហ្នឹងជាឈ្មោះយើងអញ្ចឹងយើងប្រើវា who am I នេះអញ្ចឹងយើងវាយដាក់ who am I មក enter នេះវានឹង load ឈ្មោះ Pirom អញ្ចឹងឈ្មោះរបស់ខ្ញុំហើយជាឈ្មោះ user ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងបាទគ្រូជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងគឺជារបៀប set up Ubuntu server ទៅលើ VisualBox អរគុណលោកគ្រូសម្រាប់ការតាមដានវីដេអូនេះអរគុណច្រើនលោកគ្រូជំរាបលាលោកគ្រូ